ខេត្តរតនគិរីទាំងមូលមានដំណាំចម្រុះគ្នាច្រើនមែនទែននៅក្នុងនោះដែរមានដំណាំស្វាយចន្ទីគឺជាដំណាំមួយប្រភេទដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ចនៅក្នុងខេត្តនេះឲ្យមានភាពរីកលូតលាស់គួរឲ្យកត់សម្គាល់ផងដែរតើពុកម៉ែបងប្អូនដឹងថាដំណាំស្វាយចន្ទីនេះអាចដាំនៅប្រភេទដីណាខ្លះទេអញ្ចឹងកុំឲ្យខាតពេលយូរតោះទៅទស្សនាវីដេអូជាមួយខ្ញុំបាទទាំងអស់គ្នាស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មរយៈពេលវែងដែលបណ្រើសដីងាយស្រួលដាំដុះធន់នឹងអាកាសធាតុឃើញមានភាគច្រើនដាំនៅតំបន់ខ្ពង់រាបនៃប្រទេសកម្ពុជាមានដូចជាខេត្តមណ្ឌលគិរីខេត្តរតនគិរីខេត្តស្ទឹងត្រែងខេត្តក្រចេះខេត្តព្រះវិហារខេត្តកំពង់ធំខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំជាដើមដំណាំស្វាយចន្ទីនេះក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរដូចជាខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ខេត្តសៀមរាបខេត្តព្រៃវែងនិងខេត្តបន្ទាយមានជ័យស្វាយចន្ទីគឺជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិបច្ចុប្បន្នស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ3ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេបន្ទាប់ពីដំណាំស្រូវនិងដំណាំកៅស៊ូជាចុងក្រោយបើសិនពុកម៉ែបងប្អូនមានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងកសិកម្មឬក៏ចង់បានត្រាក់ទ័រចនឌីយកទៅប្រើប្រាស់អាច comment នៅខាងក្រោមវីដេអូនេះឬ call មកខ្ញុំបាទផ្ទាល់ក៏បានជួបជាមួយខ្ញុំបាទសុខនៅវីដេអូក្រោយៗទៀតសូមអរគុណសូមជម្រាបលាត្រាក់ទ័រចនឌីជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia